劝君再敬一杯酒，忘了前世恩怨仇。寒肠醉酒解千愁，莫得人比黄花瘦。继往开来不负柔，心已死我怎强求？一人情似心上酒，他日清风送轻柔。我听闻你为了他凝泪酒千箱，朝夜飞花晚夜飞花已无香。我听闻你为了他红尘尽策马，惊鸿一瞥梦归人家再无他。我听闻你为了他凝泪酒千箱，朝夜飞花晚夜飞花已无香。我听闻你为了他红尘尽策马，惊鸿一瞥梦归人家再无他。មនុស្សគ្មានបានការអីនេះរឿងប៉ុណ្ណឹងក៏ធ្វើមិនបានល្អយើងខំបញ្ជាឲ្យគេយកផ្លាកបញ្ជាមាសទៅឲ្យឯងនៅល្ងងធ្វើរឿងប៉ុណ្ណឹងមិនបានសម្រេចទៀតខ្ញុំសុំតែស្លាប់ការពិតខ្ញុំយឺតមួយជំហានទោះបីចាត់ការស៊ីអ៊ីនហ្វាន់បានហើយឯងឆាប់បិទមាត់ទៅយើងមិនចង់ស្ដាប់ឯងនិយាយទៀតទេបាញ់មិញឯងថាម៉េចបើសិនជាបែបនេះគឺព្រះអង្គចាត់មនុស្សឲ្យទៅជួយសៀវអ៊ីនហ្វាន់ជាពិសេសមែនហើយអ្នកដំមកនោះគឺអាមាត្យចាំបម្រើក្បែរប្រកាយព្រះអង្គក្នុងដៃមានកាន់គុជញាតដែលព្រះអង្គដាក់ជាប់ប្រកាយទៀតមិនត្រឹមតែប៉ុណ្្នឹងទេពួកគេបាននាំកងសន្តិសុខ4នាក់ដើម្បីរៀបរៀងការកាត់ទោសហើយនឹងជួយដល់ពួកគេទាំង3នាក់នោះរាជអាមាត្យខ្ញុំបាទហើយបើបែបនេះអ្វីត្បិតព្រះអង្គប្រឈួនធ្ងន់តែនៅដឹងថាសៀវអ៊ីនហ្វាន់ត្រូវចាប់ដាក់គុកធំទើបចាត់មនុស្សទៅជួយគេពិតជាខ្លាំងពិបាកស្មានមែនបើគិតទៅពួកយើងប្រហែសពេកហើយបាទហើយលើកនេះណាក៏ទុកសិនចុះចេញទៅអរគុណរាជអាមាត្យសូមគោរពលាសៀវអ៊ីនហ្វាន់សូមក្រាបថ្វាយបង្គំព្រះអង្គទូបង្គំដឹងថាមានទោសសូមព្រះអង្គរាជទានទោសមេតបសៀមានទោសមកពីណាទូបង្គំសម្រុកចូលដំណាក់ថ្នាំរបស់រាជវង្សធ្វើឲ្យថ្មនេះរមៀលបំផ្លាញដំណាក់ថ្នាំគឺជាទោសមួយទូបង្គំនាំព្រះនាងឧស្សងចូលមកនាំឲ្យកើតមានរឿងសត្វទេពអារក្សគឺជាទោសទី2ទូបង្គំធ្វើការមិនប្រយ័ត្នហើយបង្កការភ្ញាក់ផ្អើលដល់ព្រះអង្គគឺជាទោសទី3រឿងដំណាក់ថ្នាំថៃចុងយើងដឹងជាយូរមកហើយលោកគ្មានកំហុសទេប៉ុន្តែរឿងព្រះនាងឡយជីយើងនៅតែមិនយល់ក្រោកឡើងនិយាយមកព្រះអង្គចាត់ឲ្យទូបង្គំទៅស៊ើបពីរឿងសត្វទេពអារក្សទូបង្គំហើយនឹងរាជពេទ្យស៊ុនក៏បានស៊ើបដឹងការពិតសត្វនេះមិនមែនជាសត្វបិសាចទេតែសង្ស័យថាមានមនុស្សចិញ្ចឹមវាលាក់ទុកនៅក្នុងតំបន់ខាងលិចព្រោះតែបច្រកជាតិពុលដល់វាជាប្រចាំទើបធ្វើឲ្យវាមានរូបរាងអាក្រក់គេឃើញហើយយល់ថាវាជាសត្វបិសាចទូបង្គំស៊ើបដឹងទៀតថាសត្វនេះចេញមកពីផ្លូវសម្ងាត់ឯផ្លូវសម្ងាត់ឆ្ពោះទៅកាន់ដំណាក់ថ្នាំប្រកាសជាមានគេយកវាមកទុកនៅក្នុងរាជវាំងហើយគឺរងចាំដល់ព្រះអង្គយាងចេញហើយនឹងប្រឡែងវាមកផោះតាំងទាំងអស់នេះទុកនៅក្នុងសំណាក់កងសន្តិសុខជីងអ៊ូអាចរាយការណ៍ថ្វាយព្រះអង្គបានគ្រប់ពេលវេលាចំណែកឯព្រះនាងអ៊ូសងដែលមកដល់សឹងអានដំបងអត់ឃើញថាមាននាំសត្វចម្លែកស្អីមកទេនគរយើងនិងនគរដទៃទៀតខណ្ឌចែកព្រំប្រទល់គ្នាច្រើនឆ្នាំហើយមិនធ្លាប់មានជនជាតិឡោះយាមកដល់រាជធានីរបស់ពួកយើងទេអញ្ចឹងបានន័យថាព្រះនាងឡោះយាត្រូវគេប្រើប្រាស់ឃាតករពិតប្រាកដ
ចង់ឆ្លៀតឱកាសនគរឡយៀចូលមកប្រឡែងសัตว์បិសាចនោះគោលបំណងគឺចង់ឲ្យយើងដាក់ទោសដល់នគរឡយៀបង្កចំនួនដល់នគរទាំងពីរធ្វើឲ្យនគរទាំងពីរមានសង្គ្រាមព្រះអង្គមានបរិយាបញ្ញាញាណព្រះនាងឡយៀនៅពេលដែលរំនៅក្នុងយប់នោះបានធ្លាក់ចូលក្នុងកន្លឹះយន្តក្រោយមកក៏ត្រូវទូបង្គំជួយបានទូបង្គំខ្លាចមានគេធ្វើបាបព្រះនាងក៏យកព្រះនាងទៅលាក់ទុកក្នុងសំណាក់កងសន្តិសុខរងចាំឱកាសដើម្បីចូលគាល់ព្រះអង្គមេតបសៀធ្វើបានល្អណាស់ប៉ុន្តែដែលថារងចាំឱកាសនោះជាអ្វីទៅព្រះអង្គត្រូវរបួសចំណែកព្រះនាងវិញមានការតក់ស្លុតខ្លាំងណាស់ព្រះនាងមិនហ៊ានបន្ថយចូលគាល់ព្រះអង្គនោះទេពេលទូបង្គំនៅក្នុងដំណាក់ថ្នាំទោះជាយកមិនបានស្មើទេពទេវតាក៏ប៉ុន្តែយកបានថ្នាំមួយយ៉ាងទូបង្គំបញ្ជូនថ្នាំនោះទៅឲ្យរាជពេទ្យស៊ុនហើយឆ្លងកាត់ការពិសោធន៍ច្រើនថ្ងៃម្សិលមិញរាជពេទ្យស៊ុនប្រាប់ទូបង្គំថាថ្នាំនេះអាចព្យាបាលឲ្យព្រះអង្គបានទូបង្គំក៏បានត្រៀមរទេះសេះចង់នាំព្រះនាងចូលរាជវាំងតែមិននឹកស្មានថាត្រូវរាជអាមាត្យឈើស្ទាក់ចាប់ជាប់ចាប់ពួកយើងដាក់គុកយើងក៏ទើបតែបានដឹងដែរយប់មិញរាជពេទ្យស៊ុនបានស្លាប់បាត់ទៅហើយថាម៉េចព្រមមានបន្ទូលថារាជពេទ្យស៊ុនមានចិត្តស្មោះត្រង់យើងបញ្ជាឲ្យគេធ្វើពិធីបុណ្យសពនិងបញ្ចុះគាត់ហើយស្មានមកដល់ថាថ្នាំបន្សាបនេះគឺជាគ្រោះនាំឲ្យរាជពេទ្យស៊ុនត្រូវស្លាប់សោះសូមព្រះអង្គចេញរាជបញ្ជាឲ្យទូបង្គំស៊ើបរកឃាតករយកថ្នាំបន្សាបមកវិញមិនចាំបាច់ទេគិតថាថ្នាំបន្សាបនោះប្រហែលជារលាយបាត់ពីលោកនេះបាត់ហើយមេតបសៀមានគុណសម្បត្តិការពារព្រះនាងឡយៀតែមិនដឹងថាពេលនេះព្រះនាងយ៉ាងម៉េចទៅហើយទេទូបង្គំក៏មិនដឹងពីដំណើររបស់ព្រះនាងដែរប៉ុន្តែតាមទូបង្គំស្មានព្រះនាងច្បាស់ជាទៅឡយៀវិញពេលនេះគួរតែនៅតាមផ្លូវហើយលើកនេះមេកងទាំងពីរមានគុណសម្បត្តិបន្តិចទេយើងបានបញ្ជាឲ្យគេត្រៀមរង្វាន់រួចហើយអ្នកទាំងពីរទៅទទួលរង្វាន់ចុះយើងនឹងមានរឿងជាច្រើនជាមួយនឹងមេតបសៀទៀតអរព្រះគុណព្រះអង្គព្រះអង្គនេះជាបើកទៅនៅតំបន់ខាងលិចល្បីថាមានសភៅអស្ចារ្យមួយក្បាលក្នុងសភៅនោះមានតម្រា3មេឃដីមនុស្សហើយថាតម្រាទឹកទាំង3នៃតំបន់ខាងលិចតម្រានៅក្នុងដៃលោកនេះជាតម្រាដីនៅក្នុងចំណោមតម្រាទាំង3នោះការនោះស្ដេចថៃចុងបង្រួបបង្រួមទឹកដីក៏បានឃើញតម្រា2នៅក្នុងដំណាក់ស្ដេចតំបន់ខាងលិចហើយក៏បានឲ្យអ្នកចេះភាសាអ្នកតំបន់ខាងលិចបកប្រែឲ្យនឹងចាត់មនុស្សឲ្យទៅស៊ើបមើលនៅតំបន់ខាងលិចទើបដឹងថាតម្រាទាំងពីរនេះគឺជាតម្រាដីនិងតម្រាមនុស្សក្នុងចំណោមតម្រាទឹកទាំង3នៃតំបន់ខាងលិចចំណែកតម្រាមេឃបានបាត់ដំណឹងជាយូរមកហើយទូបង្គំល្ងងមិនដឹងថាតម្រាទឹកទាំង3នេះអស្ចារ្យនៅត្រង់ចំណុចណាទេនៅលើតម្រាទឹកទាំង3នេះមានកត់ត្រាអំពីរឿងអស្ចារ្យជាច្រើននៅតំបន់ខាងលិចនៅលើតម្រាដីមានកត់ត្រាអំពីទឹកដីចម្លែកនៅតំបន់ខាងលិចទីនោះគឺមានផ្កានិងស្មៅចម្លែកជាច្រើនឯតម្រាមនុស្សវិញមានកត់ត្រាពីពិធីនៃឋានសួគ៌ជំនាញនិងសិល្បៈនៃសត្វល្អិតការនោះស្ដេចថៃចុងចង់រៀនពីវិជ្ជាអាយុវែងក៏ចាប់អារម្មណ៍ជាមួយនឹងតម្រាដីនេះក៏បានចាត់មនុស្សឲ្យទៅស៊ើបមើលអំពីតម្រាទាំងនោះប៉ុន្តែនៅក្នុងតម្រាដីមានភាសាសម្ងាត់ទីបំផុតអ្នកបកប្រែក៏រកឃើញដឹងថាវាមានពាក់ព័ន្ធជាមួយនឹងវប្បធម៌ឡយីហើឆាងនិងហ្វាន់ឈិននគរហើឆាងត្រូវបានវិនិច្ឆ័យដោយសារស្ដេចថៃចុងឯឡយីវិញកំពុងធ្វើសឹកសង្គ្រាមរឿងនេះក៏ត្រូវអូសបន្លាយពេលធ្វើមិនបានសម្រេចទេស្ដេចថៃចុងក៏បានយាងទៅតំបន់ខាងលិចតម្រាទាំងពីរក៏បានធ្លាក់ទៅក្នុងដៃរបស់ត្រកូលអ៊ូសង្ស័យច្រើននិងមានការប្រុងប្រយ័ត្នខ្ពស់ខ្លាចអ្នកនៅជុំវិញខ្លួនឆ្លៀតឱកាសនេះសម្លាប់ក៏មិនចង់ខ្លាញ់បន្លំតម្រានេះឲ្យអ្នកដទៃក៏បំបែកតម្រាទាំងពីរផ្ញើឲ្យយើងនឹងព្រះអង្គម្ចាស់ទី6
ក្រោយព្រះអង្គម្ចាស់ទី6សោយទីវង្គតទាំងក្មេងតម្រាមនុស្សក៏បានបាត់ដំណឹងសូនឈឹងនៅសល់តែតម្រាដីនៅក្នុងដៃយើងតែប៉ុណ្ណោះព្រះអង្គនៅលើតម្រាដីនេះមានកត់ត្រាពីផ្កានិងស្មៅចម្លែកមើលទៅតាមផែនទីប្រកាសជាអាចរកឃើញស្មៅទាំងនោះដល់ពេលនោះរបស់ព្រះអង្គប្រកាសជាមានវិធីព្យាបាលហើយរឿងដែលលោកចូលទៅក្នុងដំណាក់ថៃចុងដើម្បីរកថ្នាំនោះយើងបានដឹងជាយូរមកហើយមេតបសៀវស្មោះត្រង់ក្លាហានយើងបញ្ចេញតម្រាដីនេះមកគឺជាជំរើសចុងក្រោយរបស់យើងហើយដែលឈើវ៉ាន់ឡាងចូលទៅក្នុងដំណាក់ថ្នាំការពិតគឺមានបំណងផ្សេងយើងមានចេតនាប្រទានផ្លាកបញ្ជាមាសឲ្យគេមើលថាគេមានបំណងអីការពិតព្រះអង្គចង់សាកចិត្តគេយើងគឺជាស្ដេចផែនដីធ្វើត្បិតតែមិនគួរសង្ស័យអ្នកណាតែក៏មិនអាចបិទភ្នែកបិទត្រចៀកដែរឆៅវ៉ាន់ឡាងលោកដៃនៅក្នុងរាជកិច្ចធ្វើការម៉ត់ចត់អាត់កំបាំងយើងប្រើមនុស្សទៅតាមសមត្ថភាពក៏ប៉ុន្តែគេគ្រប់គ្រងតបសឹងឈើលោភលួចធ្វើធំយើងមិនអាចមិនការពារខ្លួនទេព្រះអង្គមានបរិយាបញ្ញាញាណទូបង្គំសូមស្ងើចសរសើរក្រោយពេលមានរឿងសត្វទេពអរិយឆៅវ៉ាន់ឡាងចាប់ផ្ដើមភ័យខ្លាចទាំងរឿងដំណាក់ថ្នាំត្រូវថ្មនេះរមៀលបំផ្លាញអស់បានកើតឡើងជាបន្តបន្ទាប់គេប្រកាសជាចង់រំមនុស្សមកទទួលទោសជំនួសយើងដឹងថាគេប្រកាសជាប្រាស្នៀតនេះយើងក៏ទទួលរបាយការណ៍ពីខាងគុកទើបយើងឲ្យគេផ្សព្វផ្សាយរាជសាររបស់យើងអរព្រះគុណព្រះអង្គដែលជួយជីវិតមេតបសៀអ៊ីវ៉ាន់ក្រាបទូលថ្ងៃនេះយើងប្រគល់តម្រានេះឲ្យទៅលោកចង់ឲ្យលោកទៅស៊ើបអាត់កំបាំងដោយសម្ងាត់ដើម្បីរកថ្នាំបន្សាបពឹសយកមកឲ្យយើងទទួលព្រះរាជបញ្ជារាជអាមាត្យផ្ញើប្រៀបនាំសារណាត់ជួបខ្ញុំជាហូហែមិនដឹងថានឹកខ្ញុំរឿងអីដែរទៅនោះហេពេលនេះយើងគ្មានកម្លាំងតមាត់ជាមួយនឹងឯងទេស្ថានភាពពេលនេះគ្រោះថ្នាក់ណាស់បើមិនបញ្ញាប់ចាត់ការអញ្ចឹងយើងនឹងឯងនឹងត្រូវជាប់ជាមិនខានអញ្ចឹងរាជអាមាត្យនិយាយមកតើមានរឿងអីដែរទៅម្សិលមិញព្រះអង្គបានចេញរាជសារឲ្យនាំសៀវអ៊ីងហ្វានចេញពីគុកធំនិងចូលគាល់ក្នុងបរិយាដំណាក់រួចបកគលតម្រាដីឲ្យទៅគេនិងចេញបញ្ជាឲ្យសៀវអ៊ីងហ្វានតាមរកព្រះនាងអ៊ូសុងដោយសម្ងាត់មើលទៅព្រះអង្គចាប់ផ្ដើមប្រយ័ត្នចំពោះយើងហើយផែនការពួកយើងពីមុនត្រូវតែបញ្ញាបន្តិចបើមិនដូច្នេះទេបើព្រះអង្គចូលកាន់រាជកិច្ចវិញអញ្ចឹងជីវិតរបស់ពួកយើងខ្លាចតែរសាលែងជាប់តទៅទៀតហើយចូលកាន់រាជកិច្ចវិញគេអាចចូលកាន់វិញបានដែររាជអាមាត្យចាំបាច់ស្លន់ស្លោធ្វើអីថ្នាំមួយគ្រាប់ដែលសៀវអ៊ីងហ្វានយកចេញពីដំណាក់ថ្នាំស្មានមកដល់ទេថាអាចបន្សាបពើព្រះអង្គបានសំណាងដែលពួកយើងទប់ស្កាត់ទាន់ពេលគួរឲ្យក្តៅចិត្តនោះគឺយឺតមួយជំហានកុំអីអាចធ្វើឲ្យសៀវអ៊ីងហ្វានស្លាប់ដោយគ្មានដេកកប់ហើយបើបែបនេះរាជអាមាត្យចាំបាច់ភ័យធ្វើអីប៉ុន្តែនេះជាពេលដែលសៀវអ៊ីហ្វានកំពុងទៅស៊ើបរកព្រះនាងអ៊ូសុងដោយសម្ងាត់ចុះវាយ៉ាងម៉េចតើតែសៀវអ៊ីហ្វានរកព្រះនាងអ៊ូសុងឃើញទើបអាចដោះភាសាសម្ងាត់របស់ថ្នាំបានក្រោយដោះភាសាសម្ងាត់នោះរួចនៅត្រូវរកថ្នាំដែលអាចបន្សាបពឹសបានទៀតទោះដោយអ្វីដែលឯងនិយាយប៉ុន្តែតម្រាដីបានធ្លាក់ទៅក្នុងដៃសៀវអ៊ីងហ្វានហើយបើតម្រាទឹកទាំង3ជុំគ្នានោះនឹងថែមបញ្ហាធំមួយទៀតហើយ
បានតម្រាដីនៅនឹងដៃហើយយល់ល្អរាជអាមាត្យប្រគល់តម្រាមនុស្សចេញទៅនេះហៅថាចោលគ្រោះយកគុជថាมันបានអាចតាក់ទាញតម្រាមេឃដែលបាត់ទៅនោះចេញមកពេលនោះរាជអាមាត្យចូលវាមកតម្រាទាំង3នៅក្នុងដៃមានអីមិនល្អអូ ឃើញឯងនិយាយច្បាស់លាស់បែបនេះមើលទៅគិតគូរយូរមកហើយចង់សម្រេចអ្វីមួយត្រូវតែមានផែនការវែងឆ្ងាយរាជអាមាត្យកុំទះសារខ្លាំងពេកពេលឱកាសមកដល់នឹងប្រាប់ដោយខ្លួនឯងខ្ញុំលីងហ្វឹងសូមគោរពរាជអាមាត្យឆៅលីងហ្វឹងខ្ញុំបានធ្វើឲ្យចំពោះឯងរាជអាមាត្យឆៅប្រៀបដូចជាឪពុកម្ដាយទី2របស់ខ្ញុំគ្រប់យ៉ាងរបស់ខ្ញុំគឺរាជអាមាត្យជាអ្នកផ្ដល់ឲ្យឡឯងដឹងថាយើងល្អចំពោះឯងគឺបានហើយមិនឲ្យយើងខកបំណងដែលខំចំណាយទឹកចិត្តក្រោកឡើងមករឿងដែលយើងនិយាយជាមួយឯងកាលលើកមុននៅចាំបានដែរទេជំរាបលោកអាម៉ានខ្ញុំមិនហ៊ានភ្លេចពាក្យសម្ដីដែលលោកអាម៉ាននិយាយទេខ្ញុំចង់ចាំជានិច្ចល្អអញ្ចឹងពេលនេះយើងមានរឿងសំខាន់មួយចង់ឲ្យឯងធ្វើប្រកាសណាស់ដើមឡើយគួរតែឲ្យមេតបអ៊ីវិនទៅឬក៏មេតបហាន់ប៉ុន្តែយើងឃើញថាឯងស័ក្តិសមជាងផ្លូវយើងត្រៀមឲ្យឯងរួចហើយគឺមើលថាឯងអាចក្តោបក្តាប់បានឬក៏អត់រាជអាមាត្យប្រគល់ឲ្យខ្ញុំធ្វើជាកិត្តិយសខ្លាំងណាស់ខ្ញុំនឹងធ្វើជូនរាជអាមាត្យឲ្យបានល្អទោះជាស្លាប់ក៏មិនរុញរាពេលនេះឯងជាមេតបរងសង្ឈើនៅមានអនាគតវិញឆ្ងាយហើយពេលនេះយើងសូមបញ្ជាឯងដឹកនាំកងទ័ពសង្ឈើទៅបោះជំរំនៅព្រំប្រទល់នគរជាចាំស្ដាប់បញ្ជារបស់យើងឯងត្រូវតែធ្វើតាមយើងទទួលបញ្ជាខ្ញុំនឹងចេញដំណើរភ្លាមជប់សិនរឿងនេះមេតបអ៊ីវិនមិនបាច់ឲ្យនរណាដឹងទេរាជអាមាត្យទុកចិត្តចុះរឿងនេះគ្មាននរណាដឹងជាដាច់ខាតនៅក្នុងដៃខ្ញុំក៏មានតបមួយចំនួនដែរពួកគេស្ដាប់តែបញ្ជាខ្ញុំទេបែបនេះគឺល្អហើយទៅចុះជប់សិនកុំមកទៅមកនេះថ្ងៃមកឡើងមិនមែនខ្ញុំទេអាចទៅបានហើយអញ្ចឹងខ្ញុំទៅហើយឯងជប់សិនឯងធ្វើស្អីហ្នឹងលោកម្ចាស់ពួកយើងមកពីធូប៉បានមករកស៊ីនៅសឹងអានតាំងពីខែមុនរកស៊ីអីហេតុអីក៏រំរបាំងមកបែបនេះលោកម្ចាស់ពួកយើងបាំងមុខក៏ព្រោះតែមានមូលហេតុជនជាតិធូប៉មួយក្រុមសិទ្ធិពាក់កសែងបាំងមុខវាយបាត់បាំងមុខបែបនេះច្បាស់ជាមានន័យលាក់បាំងហើយទៀនចាប់ខ្លួនអេកុំយកច្រឡំលោកម្ចាស់ដែលពួកខ្ញុំបាំងមុខការពិនព្រោះតែគ្មានមធ្យោបាយទេគឺពួកយើងកើតរោគអាសន្នរោគគ្មានពេទ្យព្យាបាលបានឡើយទៅបញ្ញាប់ទៅធូប៉វិញក្រែងលោកមានឱកាសរស់បើមិនអាចជួយបានយ៉ាងហោចក៏ស្លាប់នៅទឹកដីកំណើតដែរដល់កសែងបាំងមកទៅអញ្ចឹងលោកម្ចាស់ខ្ញុំអាចដោះកសែងចេញអាចធ្វើឲ្យពួកលោកផិតភ័យណាចាប់ដល់ចេញទៅឲ្យលេងឡើងអើយណែជំងឺស្អីគេឆាប់ទៅបាទទៅលឿនណាឆាប់ទៅអើយតាជាជំងឺស្អីមិនក៏ស្អុយខ្លាំងម្ល៉េះណោះព្រះនាងពូកែមានគំនិតមែនធ្វើតែប៉ុណ្ណឹងក៏អាចចេញពីរាជវាំងបានពិតជាសំណាងល្អមែនទេក្លិនស្អីពេញខ្លួនបែបនោះថែមទាំងមុខរលែះរលួយលោកបែរជាថាសំណាងស្ដាប់ទៅពិតជាចម្លែកណាស់ប៉ុន្តែក្លិនប្រភេទនេះខ្លាចតែមិនងាយលុបបាត់ទេក្លិនដែលលោកថានោះក្រែងចេញពីខ្លួនលោកមែនទេឯងនិយាយព្រាបប្រាស់ស្អីនេះហៅថាក្លិនកូនប្រុសត្រូវហើយ
គ្រប់គ្នាប្រយ័ត្នតបសង្ឈើនឹងហាយជាក្បួនសេះមានត្រៀមកំបិតដាវទៀតដូចជាចង់ចេញតែច្បាំងអញ្ចឹង មើលតាមតែដែលតបសង្ឈើទៅគឺទៅតំបន់ខាងលិចឬក៏ រឿងនេះព្រះនាងកុំបារម្ភអីតបសង្ឈើគ្រាន់តែជាកម្លាំងការពារតបសង្អានទោះជាតែធ្វើសង្គ្រាមក៏នៅក្បែរនេះគួរតែមិនអាចទេ តាមច្បាប់វិន័យរាជវង្សអ៊ុយតបសង្ឈើការពារតែនៅក្នុងសង្អានមិនអាចចេញមកខាងក្រៅទេពេលមានសង្គ្រាមជាមួយធូប៉គឺតបសង្ឈើបញ្ជាឲ្យស្ងប់ខានហាពួកយើងតាមតបសង្ឈើទៅស៊ើបមើលពីដំណើរពួកគេ ទទួលបញ្ជាព្រះនាង ទូបង្គំការពីមិនបានដិតដល់ធ្វើឲ្យរាជពេទ្យសុនស្លាប់នៅក្នុងដំណាក់រាជពេទ្យនិងបាត់ថ្នាំបន្សាព្រះអង្គទៀតសូមព្រះអង្គដាក់ទោសមកចុះមេតបសៀគុំបន្ទោសខ្លួនឯងអីក្រោកឡើងសិនមកបាត់បង់ថ្នាំធ្វើឲ្យពជាពេលការព្យាបាលព្រះអង្គទូបង្គំពិតជាណែសត្វទេពអរិយដែលនឹកស្មានមិនដល់បង្ហាញខ្លួននៅក្នុងផ្លូវសម្ងាត់ក្នុងរាជវាំងរឿងមួយសុទ្ធតែសម្ដៅមករកយើងពួកវារៀបចំផែនការធំត្រៀមចាត់ការយើងគិតថាអ្នកដែលបញ្ជាពីក្រោយខ្នងប្រកាសជាមានថ្នាំបន្សាបពឹសនេះអាចព្យាបាលយើងប៉ុន្តែគួរឲ្យសោកស្ដាយណាស់រាជពេទ្យសុនស្មោះត្រង់នឹងការងារត្រូវគេសម្លាប់បើនិយាយទៅយើងមានអារម្មណ៍ថាខុសណាស់គួរតែជាយើងទៅវិញទេដែលជាអ្នកទទួលទើបត្រូវទូបង្គំបាត់បង់ការស៊ើបទើបបានជាមិនដឹងថាតើនរណាដែលថ្លើមធំពីមេឃបែបនេះហ៊ានធ្វើឃាតរាជពេទ្យសុនរឿងថ្នាំคล้ายទៅជាបែបនេះទោះជាមានរឿងនឹកស្មានមិនដល់តែស្ថិតនៅក្នុងការស្មានរបស់យើងដែររាជពេទ្យសុនត្រូវសម្លាប់រកមនុស្សឲ្យស៊ើបទៅមេតបសៀវរឿងដែលយើងផ្ដាំលោកថ្ងៃមុននោះបញ្ញាប់អនុវត្តភ្លាមណាស់ប្រហែលថ្ងៃនេះទូបង្គំស៊ើបបានរឿងខ្លះដែរជាវាមានការប្រែប្រួលទូបង្គំនឹងនាំទ័ពទៅដោយផ្ទាល់រត់ឆ្នាំទេវតាមកថ្វាយព្រះអង្គ ព្រះអង្គទូលបង្គំមានទោសសូមព្រះអង្គដាក់ទោសមកចោលក្រាបទូល រាជអាមាត្យឈើមានទោសអីទៅក្រោកឡើងសិនមក អរប្រគុណព្រះអង្គក្រាបទូលព្រះអង្គទូលបង្គំមានទោស3យ៉ាងទូលបង្គំជឿពាក្យចចាមអារាមខាងក្រៅយកច្រឡំថាមេតបសៀវខົບខិតជាមួយអ្នកខាងក្រៅមកធ្វើឃាតព្រះអង្គដើម្បីសុវត្ថិភាពព្រះអង្គទូលបង្គំបានចាប់មេតបសៀវដាក់គុកធំនេះជាកំហុសទី1តបសង្ឈើការពាររាជដំណាក់មិនល្អធ្វើឲ្យរាជពេទ្យសុនស្លាប់នេះជាកំហុសទី2ទូលបង្គំបានលើវិធីព្យាបាលថ្វាយដល់ព្រះអង្គតែព្រោះតែមិនដឹងធ្វើឲ្យអាខានការព្យាបាលនេះជាកំហុសទី3ទោសទាំង3សុទ្ធតែធ្វើបាបព្រះអង្គសូមព្រះអង្គដាក់ទោសមកចុះក្រាបទូល លោកអាមាត្យក៏ធ្វើការដើម្បីយើងទោះជាមានកំហុសខុសឆ្គងខ្លះតែកុំនិយាយថាធ្វើបាបយើងរឿងកន្លងហួសទៅហើយសង្ឃឹមថាអ្នកទាំងពីរនឹងរួមកម្លាំងកាយចិត្តគ្នាជួយដោះស្រាយទុក្ខលំបាកឲ្យយើងរួចផុតពីការស្លាប់រាជអាមាត្យឈៅឆាប់ក្រោកឡើងមកអរប្រគុណព្រះអង្គ ក្រោកឡើងមកវិធីព្យាបាលដែលលោកនិយាយអំបញ្ញមិញនេះលោកសាកនិយាយឲ្យច្បាស់មកមើល ក្រាបទូលព្រះអង្គសូមព្រះអង្គយាងទោស រាជអាមាត្យឈៅនេះជារបស់អី
នេះជាវត្ថុកេរដំណែលដែលទូលបង្គំរកឃើញនៅចៃដន្យក្រោយត្រួតពិនិត្យច្រើនដងទើបដឹងថាវាគឺជាដំរាមមនុស្សក្នុងចំណោមដំរាទាំង3នៃតំបន់ខាងលិច អូតម្រាទាំង3នៃតំបន់ខាងលិចយើងក៏ធ្លាប់បានឮដែរគ្រាន់តែវិធីព្យាបាលដែលលោកថានោះមានពាក់ព័ន្ធអីជាមួយតម្រាមួយនេះ ក្រាបទូលព្រះអង្គដំរាទឹកទាំង3នៃតំបន់ខាងលិចមានដំរាមេដីមនុស្សដំរាមនុស្សក៏ត្រាពីមុនអាគមសត្វល្អិតដំរាដីក៏ត្រាពីរុក្ខជាតិថ្មស្មៅចម្លែកហើយតំបន់ខាងលិចសម្បូរទៅដោយសត្វអាសេរពើក៏មានស្មៅទេវតាបានសាពើហើយដំរាទាំងពីរបូកបញ្ចូលគ្នាប្រកាសជាអាចរកវិធីបន្សាពើបានដើម្បីព្យាបាលថ្វាយដល់ព្រះអង្គទូលបង្គំដឹងថាដំរាដីនៅក្នុងព្រះហស្ថរបស់ព្រះអង្គដូច្នេះហើយ ធ្វើវ៉ាន់ឡាងលោកថ្លាមធំខ្លាំងណាស់យើងមានវត្ថុអីខ្លះលោកសុទ្ធតែអាចដឹងទាំងអស់ សូមព្រះអង្គព្រះរាជាទានទោសូមព្រះអង្គព្រះរាជាទានទោទូលបង្គំគ្មានបំណងស៊ើបរឿងក្បែរប្រកាយព្រះអង្គទេគ្រាន់តែចៃដន្យទូលបង្គំស្ដាប់ឮពួកភីលៀងនិយាយគ្នាទៅទូលបង្គំដឹង យើងនិយាយលេងទេភ័យធ្វើអីយើងមិនបន្ទោសលោកទេឆាប់ក្រោកឡើង អរប្រគុណព្រះអង្គអរប្រគុណព្រះអង្គទ្រង់បំភ័យទូលបង្គំហើយព្រះអង្គបើត្រូវធ្វើរឿងនេះទូលបង្គំណែនាំមនុស្ស2នាក់ថ្វាយដល់ព្រះអង្គទៅចុះក្រាបទូល អូអ្នកណា ទី1គឺមេតបសៀវអ៊ីងហ្វាន់ រាជអាមាត្យលើកដំកើងខ្ញុំពេកហើយខ្ញុំមិនហ៊ានទទួលទេ មេតបសៀវកុំដាក់ខ្លួនអីព្រះអង្គមេតបសៀវមានវិជ្ជាគុណលើសគេមានបទពិសោធន៍ច្រើនថែមទាំងមានគុណសម្បត្តិជាច្រើននៅក្នុងការការពាររាជដំណាក់បើសិនរឿងនេះត្រូវដំណើរការអញ្ចឹងអ្នកដំបងដែលត្រូវជ្រើសរើសគឺមេតបសៀវនេះហើយ ចុះម្នាក់ទៀតជានរណាដែរ នេះព្រះអង្គទូលបង្គំមានកូនធម៌ម្នាក់ឈ្មោះថាឡសាណាកើតនៅតំបន់ខាងលិចនាងស្គាល់អក្សរតំបន់ខាងលិចច្រើនណាស់ថែមទាំងចេះវិជ្ជាគុណខ្លាំងគួរសមនាងស្ម័គ្រចិត្តទៅតាមលោកមេតបសៀវរកព្រះនាងអូសុងដើម្បីរកវិធីបន្សាអំពើ ស្ដាប់មើលទៅចំណិតរបស់រាជអាមាត្យពិតជាគិតគូរដល់យើងណាស់ ជួយសម្រាលទុកជួយព្រះអង្គវាជាភារកិច្ចរបស់ទូលបង្គំ មេតបសៀវរឿងនេះតើលោកយល់យ៉ាងម៉េចដែរទូលបង្គំគឺស្រេចទៅលើព្រះអង្គនោះទេក្រាបទូលល្អ ព្រះអង្គធ្វើឲ្យត្បិតដំរាដីមានមនុស្សកត់ត្រាបានច្បាស់លាស់ប៉ុន្តែក្នុងនោះមានអក្សរសម្ងាត់ច្រើនណាស់តាមទូលបង្គំដឹងមានតែព្រះនាងអូសុងតែប៉ុណ្ណោះដែលអាចមើលយល់ ព្រះនាងអ៊ូសងជាភ្ញៀវកិត្តិយសរបស់រាជវង្សតាំងតែពីកើតរឿងថ្ងៃនោះមកនាងបានទៅនគរឡយៀវិញហើយបើចេញដំណើរពេលនេះបំផាយសេះទៅតាមគួរតែអាចទាន់ពេលមេតបសៀវយើងបញ្ជាឲ្យលោកឆាប់ធ្វើដំណើរពេលដែលជួបព្រះនាងប្រាប់ទ្រង់ផងថាសូមឲ្យទ្រង់ជួយលោកនៅរឿងនេះរាជអាមាត្យឈៅ ក្រាបទូល លោកក៏ត្រៀមខ្លួនដែរទៅ ទទួលព្រះរាជបញ្ជាថ្វាយបង្គំលា ឈៅវ៉ាន់ឡាងពិតជាមានមហិច្ឆតាធំមែនហ៊ានរៀបផែនការពីលើក្បាលយើងផងមើលទៅរាជអាមាត្យឈៅមានគោលបំណងផ្សេងទៅលើដំរាទាំង3នេះហើយគេប្រគល់ដំរាមនុស្សមកឲ្យយើងបែបនេះហើយស្នើកូនស្រីធរឲ្យទៅតំបន់ខាងលិចជាមួយលោកសម្បកក្រៅគឺទៅរកវិធីបន្សាបពឹសឲ្យយើងការពិតគឺទៅស្វែងរកដំរាមេឃ
ថ្ងៃនេះយើងមិនទាន់និយាយប្រាប់លោកអស់ទេតម្រាទឹកទាំង3ក្រៅពីមានកំណត់ត្រាទាំងអស់នេះហើយក្នុងនោះគឺមានលក្ខណៈកំបាំងមួយកាលនោះពេលដែលយើងអានតម្រានេះអ្នកបកប្រែប្រទះឃើញអក្សរសម្ងាត់ទាំង3ក្នុងតម្រាមានពាក់ព័ន្ធគ្នាថែមទាំងនៅតំបន់ខាងលិចមានពាក្យចចាមអារាមចម្លែកមួយពាក្យចចាមអារាមចម្លែកឯគេថាតម្រាទឹកទាំង3នេះគឺមានលក្ខទុកតម្រុយកំណប់នៅតំបន់ខាងលិចឯកំណប់អាត់កំបាំងនោះមានតម្លៃមហាសាលអ្នកដែលអាចយកបាននឹងខ្លាចទៅជាអ្នកមានស្ដុកស្ដំពីព្រោះថាការនោះស្ដេចថៃចុងប្រកាន់ខ្ជាប់នៃការពិតយល់ថារឿងនេះគឺជាពាក្យចចាមអារាមមិនពិតទើបមិនចាប់អារម្មណ៍គិតថាប្រហែលជាឈើវ៉ាន់ឡាងបានដឹងពាក្យចចាមអារាមនេះហើយទើបមានគំនិតលោភលន់ឆ្លៀតឱកាសនេះធ្វើធំដើម្បីបំពេញមហិច្ឆតារបស់គេនៅក្នុងពេលនេះព្រះអង្គបើថាលោភលន់នឹងទ្រព្យសម្បត្តិទូបង្គំអាចយល់តែរាជអាមាត្យឈៅជាមន្ត្រីជាន់ខ្ពស់មិននឹងអាចមានចិត្តដណ្ដើមលោកនិយាយនេះមិនត្រូវនោះទេរាជការសម័យអួយឆ្លងកាត់16ចំនួនមកហើយនៅក្នុងនោះវាមិនមែនជារឿងចម្លែកទេដែលមន្ត្រីជាន់ខ្ពស់ដណ្ដើមអំណាចលោកដៃក្នុងរាជកិច្ចកម្លាំងរបស់វាត្រូវបានតភ្ជាប់គ្នាមិនអាចប៉ាន់ស្មានបានទេយើងតាំងពីឡើងគ្រងរាជមកបានកាត់បន្ថយអំណាចមន្ត្រីទាំងអស់នោះនិងចាត់ទុកវាជាការព្រមានប៉ុន្តែឈើវ៉ាន់ឡាងមានអំណាចធំនិងអបាយកលបោកប្រាស់ទើបយើងត្រូវតែប្រុងប្រយ័ត្នខ្លួនរហូតមកដល់ពេលនេះទូបង្គំយល់ពីទុក្ខលំបាករបស់ព្រះអង្គហើយរឿងនេះត្រូវតែធ្វើឲ្យបានម៉ត់ចត់រោគថ្នាំបន្សាបពឹសថ្វាយព្រះអង្គការពារតម្រាទាំង3ឲ្យបានល្អបើមានហេតុការណ៍ជាបន្ទាន់សុកចិត្តស្លាប់ក៏មិនចោះញោមដែរបែបនេះយើងទុកប្រតិហើយផ្លូវនេះគឺឆ្លងកាត់ទន្លេខាងកើតពេលលិចទៅត្បូងផ្លូវមួយខ្សែទៀតឆ្លងកាត់ភ្នំខ្ពស់ខាងលិចឆ្ពោះទៅភាគខាងលិចឆ្លងភ្នំខាងលិចនោះជាទិសដៅឡយពួកយើងនេះជាអ្វីដែលខ្ញុំបារម្ភបើគេឆ្ពោះទៅខាងលិចអញ្ចឹងតបសឹងឈើមួយក្រុមនេះជាកងទ័ពទី1ដែលវាលុកឡយការយកច្រឡំរវាងពួកយើងនិងស្ដេចរាជវង្សអួយមិនទាន់ដោះស្រាយបានបើមានចំនួននឹងគ្នាខ្លាចតែឡយកិច្ចមិនផុតពីមហន្តរាយលើកនេះទេព្រះនាងបារម្ភជ្រុលពេកហើយថាមិនបានពួកគេឆ្លងទៅភាគខាងត្បូងទេបែបហ្នឹងឡយគ្មានបញ្ហាឡើយខាន់ហាខ្ញុំពិតជាចង់ឲ្យវាបែបនេះណាស់ប៉ុន្តែបើពួកគេឆ្ពោះទៅភាគខាងលិចដូច្នេះពួកយើងត្រូវតែត្រៀមចិត្តសាស្ត្រឲ្យហើយពនាងទូបង្គំស៊ើបដឹងពីទិសដៅរបស់តបសឹងឈើហើយព្រឹកស្អែកតបសឹងឈើនឹងឆ្លងកាត់ភ្នំខាងលិចឆ្ពោះទៅឡយថាម៉េចដោយដែលព្រះនាងស្មានទុកតបមកក្រុមនេះចេញដំណើរទៅមុនទៅបោះជំរំនៅព្រំបន្ទល់ឡយដើម្បីត្រៀមខ្លួនទុកជាមុនចាំដល់តបជំនួយមកតាមក្រោយនឹងឡោពតឡយភ្លាមឡាំពតឡយរាជវង្សអួយចង់វាលុកយកទឹកដីស្ដេចរាជវង្សអួយបាក់បញ្ចេញតបព្រោះតែការយកច្រឡំលើកមុនគួរតែវាយកឡយតែម្ដងហេតុអីក៏ប្រើយុទ្ធសាស្ត្រឡាំពតមួយហើយទូបង្គំនឹកឃើញរឿងមួយពេលដែលទៅលុបស្ដាប់នៅជំរំទាហានទូបង្គំស្ដាប់ឮទាហានពិភាក្សាគ្នាថាការចេញតបលើកនេះគឺជាបំណងរបស់រាជអាមាត្យម្នាក់ឈើវ៉ាន់ឡាងអាយ៉ាកុំមើលអីលោកគ្រូហេយ៉ាងម៉េចចង់ឲ្យយើងឲ្យមួយឆ្នាំងទៀតដែរទេអាយ៉ាឯងមិននៅជាមនៅក្នុងរាជវាំងឲ្យបានល្អរត់មករកយើងដល់ទីនេះធ្វើអីទៅលោកគ្រូគឺសិននឹកដល់លោកគ្រូណាអស់ត្រូវឲ្យលោកគ្រូខ្ញុំយកស្រាមួយអត់ទៅនេះយកមកជូនលោកគ្រូថាម៉េចមានស្រាល្អឆាប់មកយកឲ្យឆ្អិន7ភាគឆៅ3ភាគបូកបញ្ចូលគ្នានៅទេពកោសលធំទាំង3ណា
5 ពណ៌ជួបជុំគ្នាខាងក្នុងឆ្អិនខាងក្រៅក្រៀមខាងក្នុងទុនជារសជាតិឆ្ងាញ់បំផុតលើโลกយើងនេះហើយណាពិតជាអស្ចារ្យណាស់យ៉ា លោកគ្រូ កូនសើអ្វីក៏មិនបាច់និយាយដែរអ្វីក៏មិនបាច់រៀបរាប់ថ្ងៃនេះពួកយើងកុំបំផ្លាញបរិយាកាសបែបនេះជាដាច់ខាតណាឬតែកុំបំផ្លាញអារម្មណ៍នៅពេលនេះមានរឿងអីចាំគ្រូនឹងផឹកឆ្អែតហើយចាំពួកយើងនិយាយគ្នាបណ្ដើចោលណាអេឈប់ដុតទៅឆាប់បាត់ហើយមកដុតទៀតមានតែខ្លោចអស់ហើយឆាប់ឡើយយកមិនដែរមកហេយ៉ា ចំពោះរឿងតាមរត់ថ្នាំគឺមានឧបសគ្គខ្លះទើបចង់ឲ្យលោកគ្រូជួយណែនាំ អើយនិយាយអស់កន្លះថ្ងៃការពិតនិយាយរឿងស្ដេចទុនខ្សោយរបស់ពួកឯងមួយអង្គនោះសោះណស្ដេចថៃចុងមានថ្នាំអ្នកចំនួនក្រោយបង្កើតរូបមន្តថ្នាំគ្រាន់តែជាថ្នាំនោះទៅតាមរូបមន្តបែរយកមកមិនបានទៅហើយទេអីពិតជាល្ងងមែនហេតុអីក៏ធ្វើរឿងងាយៗខ្លាចតែជាស្មុគស្មាញបែបនេះអើយយ៉ា លោកគ្រូមិនបានជ្រាបទេរឿងនៅក្នុងរាជវាំងមានច្បាប់វិន័យច្រើនណាស់ ច្បាប់វិន័យច្រើនណាស់ស្មុគស្មាញកាត់បន្ថយប្រពៃណីខ្លះស្ដេចក៏មិនធ្លាក់ដល់ដំណាក់កាលនេះដែរយើងថានេះគឺជាបាបកម្មដែលគេសាងឡើងនៅខ្លួនឯងទេ លោកគ្រូពេលនេះព្រះអង្គកំពុងតែមានគ្រោះថ្នាក់ដល់ប្រជាជនបើសិនជានេះអត់ក្បាលរាជវង្សអ៊ូនឹងចលាចលដល់ពេលនោះនឹងនាំទុក្ខលំបាកដល់ប្រជារាស្ត្រដែលមិនដឹងអីសិស្សសូមវល់លោកគ្រូជួយចង្អុលបង្ហាញផ្លូវឲ្យសិស្សផងទៅ 狼烟起，战歌称霸，乱世佳人谁牵挂？不过黄粱一花，也曾锦绣繁华。过眼云烟，转身起一壶茶。江山风雨去汉界。 相见。